តើកូនបន្ទាប់ពីរៀនអក្សរ L ហើយតើកូនអាចចាំចេះអក្សរ L បានអស់ហើយឬនៅដើម្បីរំលឹកឡើងវិញកូនត្រូវតែសរសេរបានច្រើនណាកូនណាអញ្ចឹងពីមុនអត់មានបានប្រាប់ហើយថាបន្ទាប់ពីអក្សរ L ហើយកូនត្រូវរៀនអក្សរអ្វីដែរចាបន្ទាប់ពីអក្សរ L ហើយគឺយើងត្រូវសិក្សាអំពីអក្សរ M អញ្ចឹងបងអក្សរ M គឺមានទម្រង់បែបនេះណាអញ្ចឹងដើម្បីសិក្សាអក្សរ M បានកូនត្រូវរៀនសរសេរជាមួយ admin ទាំងអស់គ្នាណាអូខេ let's go ត្រៀមប៊ិចត្រៀមសភៅទាំងអស់គ្នាចាទម្រង់អក្សរ M យើងគឺ admin សរសេរទុកបាន2ហើយអញ្ចឹងការសរសេរគឺបងត្រូវគូសពីក្រោមឡើងទៅលើវិញណាហើយចុចបែបនេះហើយក៏អូសចុះមកក្រោមបែបនេះតន់អត់ពីក្រោមឡើងទៅលើចុះមកក្រោមវិញឡើងទៅលើហើយក៏ចុះមកក្រោមវិញបង្កើតបានទៅជាអក្សរ M អញ្ចឹងនៅក្នុងការសរសេរណាកូនចាំ admin បង្រៀននៅពេលដែលយើងសរសេរអក្សរ M តូចហើយអញ្ចឹងនៅក្នុងការសរសេរអក្សរ M តូចគឺយើងត្រូវសរសេរបែបនេះ M តូចគឺមានទម្រង់បែបនេះណាកូនណាអញ្ចឹងការសរសេរ M តូចមើល admin ណាមើលឲ្យតន់មើលមិនតន់ត្រូវសិក្សាស្វែងយល់បន្ថែមទៀតចាំ admin សរសេរហើយ admin នឹងពន្យល់ពីការសរសេរហើយកុំភ្លេចណាបងត្រូវរៀនសរសេរឲ្យស្អាតកុំធ្វើដូចជា admin ព្រោះអី admin នេះគឺអក្សរមើលមិនយល់ទេអូខេអញ្ចឹងអក្សរ M ធំហើយនិង M តូចនេះយើងបានសរសេររួចរាល់ហើយណាកូនណាអញ្ចឹងនៅក្នុងការសរសេរអក្សរនេះវាមិនពិបាកនោះទេគ្រាន់តែទី1មើលឲ្យតន់ណាកូនណាគឺយើងអូសពីក្រោមនេះឡើងទៅលើadmin បញ្យល់កូននេះគឺរបៀបសរសេរអក្សរ M ទាំង M តូចក៏ដូច M ធំអញ្ចឹងបងត្រូវតែមើល admin ឲ្យតន់បើមិនតន់ត្រង់ណាក៏មើលម្ដងទៀតសារចុះសារឡើងណាកូនគឺគូសពីលើពីក្រោមនេះឡើងទៅលើគឺ admin បង្រៀននេះគឺ2កន្លាអញ្ចឹងក្រៅពី2កន្លាបងលេខតាមហ្នឹងណាលេខ1គឺគូសពីក្រោមឡើងទៅលើចំណែកឲ្យចុះមកក្រោមវិញគឺបងត្រូវគូសឲ្យដល់ឆ្កុចនេះណាកន្លាយើងដូច admin បានបញ្ជាក់អញ្ចឹងគឺតាមនេះណាហើយក៏ទាញទៅវិញឲ្យត្រឹមកន្លាដូចគ្នាហើយកូនត្រូវគូសចុះមកក្រោមអញ្ចឹងនេះម្ដងទៀតណាកូនក្រៃលោមិនតន់ទី1គឺកូនត្រូវគូសពីក្រោមឡើងទៅលើហើយកាច់ចុះមកវិញលេខ2ឡើងទៅលើលេខ3ហើយកាច់ចុះមកក្រោមវិញគឺលេខ4អញ្ចឹងទម្រង់អក្សរ M គឺមានទម្រង់បែបនេះចំណែកឯ M តូចវិញទី1នេះកូនត្រូវគូសពីលើនេះចុះមកក្រោមគូសពីលើចុះមកក្រោមណាហើយយើងអាចបើសិនជាយើងសរសេរលឿនណាបែបនេះគឺយើងអូសឡើងទៅលើវិញបែបនេះណាកូនហើយកាច់របៀបកោងបែបនេះគឺលេខ2ហើយកូនគូសចុះមកក្រោមវិញណាលេខ3នេះហើយភ្ជាប់ពីត្រង់នេះមកត្រង់នេះវិញគឺនេះត្រង់នេះលេខ4កាច់កោងបែបនេះណាហើយក៏ចុះមកដល់ខាងក្រោមវិញនេះគឺលេខ5អញ្ចឹងមើលadminបញ្ជាក់ម្ដងទៀតណាកូនណាទី1គឺបងត្រូវគូសបែបនេះចុះមកក្រោមបែបនេះណាហើយក៏ឡើងទៅលើវិញហើយកោងបែបនេះចុះមកក្រោមឲ្យអស់ហើយក៏កាច់កោងបែបនេះហើយក៏ចុះមកក្រោមឲ្យអស់វិញអញ្ចឹងបង្កើតបានទៅជាអក្សរ M តូចហើយចំណែកខាងលើនេះគឺ M ធំអញ្ចឹងadminបញ្ជាក់ម្ដងទៀតព្រោះ M តូចនិង M ធំនេះវារៀងពិបាកសរសេរបន្តិចអញ្ចឹងទី1កូនត្រូវគូសពីក្រោមឡើងទៅលើហើយកាច់ចុះមកក្រោមឡើងទៅលើវិញហើយក៏ចុះមកក្រោមវិញអញ្ចឹងបង្កើតបានទៅជាអក្សរ M ធំចំណែកឯ M តូចវិញនេះកូនទី1ត្រូវគូសបែបនេះចុះមកក្រោមបន្តិចហើយក៏កាច់ឡើងទៅលើវិញរៀងជារង្វង់បែបនេះណាហើយក៏ចុះមកក្រោមវិញបែបនេះហើយក៏កោងបែបនេះទៀតហើយក៏ចុះមកក្រោមវិញទៀតអ
នេះគឺអំតូចadmin ជឿថាកូនមិនពិបាកសរសេរទេត្រឹមតែអក្សរ M ប៉ុណ្នេះគឺកូនពិតជាអាចធ្វើបានពួក admin សង្ឃឹមយ៉ាងជឿជាក់បំផុតថាកូនសិស្សរបស់ admin ទាំងអស់ពិតជាឆ្លាតនិងពូកែមែនតើអញ្ចឹងអាចធ្វើបានទាំង M ធំនិង M តូចណាអញ្ចឹងជួបជាមួយនឹង admin នៅវីដេអូក្រោយទៀតតើកូនណាដឹងថាបន្ទាប់ពីអក្សរ M ទៅតើយើងត្រូវសិក្សាអំពីអក្សរអ្វីដែរកូនតើមានកូនណាដឹងអត់ចាបន្ទាប់ពី M ហើយយើងនឹងសិក្សាអំពីអក្សរ N អញ្ចឹងកុំភ្លេចសរសេរអក្សរ M ធំ M តូចឲ្យចាំដៃហើយនឹងយើងជួបគ្នានៅមេរៀនក្រោយទាក់ទងជាមួយនឹងអក្សរ N ចាអរគុណច្រើនក្នុងការទស្សនាវីដេអូរបស់ admin បើពេញចិត្តកុំភ្លេចចុច subscribe ឲ្យ admin ម្នាក់មួយផងណាកូនអរគុណច្រើនជម្រាបលា